តាសាប់ដែលមិនស្វែងរកនៅរយៈសាប់ណាគឺវាមាន3វាមានប្រសិទ្ធវិសយៈអនុភូតវិសយៈនិងបកន្តវិសយៈមិនហ្នឹងកណាហៅច្រឡំឈ្មោះមួយដែលកណាបញ្យល់មិញហ្នឹងគឺបញ្យល់តកតងទៅនឹងកណាបញ្យល់តកតងទៅនឹងមកប្រភេទតសាប់នៅក្នុងអ្នកមោតសាប់វេតរតសម្មាសម្ពុទ្ធសាសណានៅកន្លែងហ្នឹងបើសិនជាយើងនិយាយពីតសាប់ហ្នឹងដែលមិនស្វែងរកនៅរយៈសាប់អញ្ចឹងកន្លែងតសាប់ហ្នឹងគឺចុះនៅក្នុងកន្លែងតសាប់ហ្នឹងគឺតហ្នឹងចុះនៅក្នុងអត្តបសិទ្ធវិសយៈដោយសារអីដោយសារកន្លែងហ្នឹងគឺនិយាយពីគុណធម៌របស់ព្រះសម្មាសម្ពុទ្ធមានពិតប្រាកដចឹងកន្លែងហ្នឹងអ្វីណាដែលនិយាយពីសច្ចធម៌អ្វីណានិយាយពីបុគ្គលមាននៅគេថាមានគុណធម៌ពិតឥឡូវហ្នឹងគឺគេប្រើបសិទ្ធវិសយៈបសិទ្ធវិសយៈប្រើកន្លែងហ្នឹងមកដល់មួយទៀតចុះតកតងជាមួយនឹងប្រភេទនៃអនុភូតវិសយៈសម្រាប់អនុភូតវិសយៈហ្នឹងមានមតិអត់ដូចគ្នាទេម្ចាស់ហ្នឹងលោកចាស់ធំរៀនមកថាណាធម្មយល់មានការបញ្យល់នៅក្នុងគម្ពីរបទវិចារតិបនីផ្សេងសម្រាប់អនុភូតវិសយៈហ្នឹងហើយនៅក្នុងគម្ពីរផ្សេងមានគម្ពីរសពោធាលង្ការមញ្ជរីណាហើយនៅក្នុងគម្ពីរនៃអត្ថយោជនីអីគឺលោកមានការបញ្យល់ផ្សេងដោយលោកមានការបញ្ជាក់អនុភូតវិសយៈហ្នឹងគឺសំដៅដល់មានការដែលសំដែងយកប្រភេទនៃស័ព្ទរបស់កិរិយាខាងដើមយកមកនិយាយឧទាហរណ៍ថាក្នុងប្រយោគខាងដើមលោកបានតែងប្រយោគមួយហ្នឹងទៅហើយវាមានកិរិយាវានៅក្នុងប្រយោគខាងដើមមួយដល់ប្រយោគខាងក្រោយលោកដាក់ខ្លីទេអញ្ចឹងកន្លែងហ្នឹងគឺលោកទាមទារឲ្យយកប្រភេទនៃស័ព្ទអត្ថរបស់កិរិយាខាងដើមយកមកនិយាយប្រើអត្តហ្នឹងដែរប៉ុន្តែអត្តហ្នឹងគឺសំដៅយកអត្ថរបស់កិរិយានោះនិយាយតែនៅក្នុងទីនោះគឺឃើញលោកដកបល័យមកលោកដាក់ថាតយ៉ាងសមាបត្តន្តៈសមាបត្តន្តៈថាបន្តៈអេបដ្ឋន្តៈតាំងអ្នកសន្ត្រាចឹងកន្លែងបល័យក្នុងខាងដើមលោកដាក់ថាតយ៉ាងសមាបត្តន្តៈថាបដ្ឋន្តៈណាថាកន្លែងក្នុងហ្នឹងវាមានបល័យថាបដ្ឋន្តៈនេះជាកិរិយាក្នុងប្រយោគខាងដើមចឹងកន្លែងហ្នឹងក្នុងប្រយោគខាងក្រោយកន្លែងតាំងសន្តារាំងហ្នឹងតាំងហ្នឹងគឺយកអាកន្លែងបល័យអត្ថរបស់អាកន្លែងបដ្ឋន្តៈនេះយកមកនិយាយដែលជាកិរិយាយកអានយកនិយាយចឹងកន្លែងហ្នឹងលោកហៅថាជាប្រភេទនៃអនុភូតវិសយៈគឺវាអត់មានការសម្លឹងរយៈសាមទេប៉ុន្តែវាសម្លឹងយកនៅប្រភេទនៃអត្ថរបស់អាកិរិយាយកនិយាយបើបកន្តវិសយៈវិញគឺសម្លឹងនៅតពៈវិញឧទាហរណ៍ថាប្រយោគដែលលោកពោលក្នុងប្រយោគខាងដើមមកយ៉ាងទៅចឹងលោកប្រើនៅតណាប្រភេទនៃតសាប់ហ្នឹងគឺដើម្បីបញ្ជាក់ក្នុងការសម្លឹងនៅប្រភេទនៃតពៈដែលលោកបានពោលក្នុងខាងដើមបល័យណាមួយដែលសំដែងនៅតពៈហ្នឹងចឹងលោកយកអត្ថរបស់បល័យនេះយកនិយាយមានថាបកន្តវិសយៈហ្នឹងសម្លឹងនៅអត្ថហ្នឹងឯងចឹងជាទូទៅគឺលោកប្រើពាក្យតាស្មាហ្នឹងគឺជាបកន្តវិសយៈហ្នឹងឯងមានថាសម្លឹងនៅតពៈឬក៏អត្ថក្នុងប្រយោគបល័យដែលលោកបានពោលមកហើយដល់ពេលលោកមានថាជាទូទៅប្រើហេតុប្រយោគខាងដើមហ្នឹងប្រើហេតុអីចឹងទៅលោកលក្ខណៈដែលលោកប្រើតាស្មាហ្នឹងដើម្បីបញ្ជាក់ប្រយោគផលខាងក្រោយគឺលោកប្រើតាស្មាហ្នឹងឯងអញ្ចឹងកន្លែងហ្នឹងចូលមេរៀនវិញដែលកណាចង់មកគេនឹងចាស់មុនហ្នឹងកណាចង់មកគេថាជាទូទៅយើងអាចថាពាក្យច្រើនប្រយោគផលប្រយោគនេះហ្នឹងប្រយោគហេតុហ្នឹងគឺជាទូទៅវាមានការជាប់តាក់ទងគ្នាមកហ្នឹងហើយ
ហើយក៏វាមានមួយចំនួនគឺគេហៅថាវាជាប្រយោគយតៈនឹងគ្នាចឹងប្រយោគយតៈនឹងគ្នាក៏មានការសម្ដែងប្រយោគហេតុប្រយោគផលដែរចឹងកន្លែងហ្នឹងបើខចំណុចហ្នឹងក៏គណៈបានប្រយោគលោកចាស់នេះវាតេតងជាមួយនឹងបែបហ្នឹងបានជាបានគណៈត្រូវប្រយោគគេហៅថាមិនប្រយោគគេហៅថាតស័ព្ទដែលត្រូវសម្លឹងនៅយៈស័ព្ទហ្នឹងឯងប៉ុន្តែវាមានចំណែកអត់សម្លឹងហ្នឹងឯងដោយសារកន្លែងហ្នឹងមានបរិភាសាលោកចាស់សានៅក្នុងបដិរូបសិទ្ធិលោកមានការប្រើបរិភាសាលោកសរសេរមកនេះលោកដាក់ថាយតសត្ធានៃចសម្ព័ន្ធធាឃើញនៅក្នុងកពីខ្លះឃើញលោកដាក់យតសត្តោនៃចសម្ព័ន្ធោនៅក្នុងកពីខ្លះគឺលោកសេថាយតសត្ធានៃចសម្ព័ន្ធធាប៉ុន្តែកន្លែងហ្នឹងគឺយើងមើលតែអានទៅដូចតែគ្នានេះមានន័យថាលោកចង់បញ្ជាក់ថាសម្រាប់យៈហើយនឹងតសាពីហ្នឹងគឺជាអីនៃចសម្ព័ន្ធធានេះមានន័យថាវាជាប់តតងជានិច្ចមានថាពេលណាដែលមានយៈក៏ត្រូវមានតពេលណាដែលមានតក៏ត្រូវមានយៈមានចឹងបាននិយាយនៅក្នុងព្រះភាសាហ្នឹងលោកហៅថាយតសត្ធានៃចសម្ព័ន្ធធាឬក៏កំពីខ្លះហៅថានៃយតសម្ព័ន្ធយតសត្តោនៃចសម្ព័ន្ធោចឹងមានថាពេលដែលមានយៈក៏ត្រូវមានតពេលណាដែលមានតក៏ត្រូវមានយៈតែដែលគណៈប្រយោគលោកចាស់មុនហ្នឹងគេបញ្ជាក់ថាមានប្រភេទខ្លះគឺមិនមានថាមានតប៉ុន្តែអត់មានយៈមានថាមានតែតសាប់ទេប៉ុន្តែអត់មានយៈហើយក៏មានករណីខ្លះទៀតយៈអត់សម្លឹងតទេមានថាមានយៈដែរប៉ុន្តែមិនសម្លឹងនៅតទេដោយយកអាយៈហ្នឹងគឺចុះនៅក្នុងអបតិអលង្ការៈឬក៏ហៅថាជាប្រភេទនៃវចនាអលង្ការៈឬក៏ជាទូទៅដែលយើងចំណាំហៅថាជាបតិពរណៈកន្លែងហ្នឹងមានការហៅបានច្រើនណាហៅបតិពរណៈក៏បានហៅថាវចនាអលង្ការៈក៏បានហៅថាបតិអលង្ការៈក៏បានហៅថាវាចាសលដ្ឋៈក៏បានហៅថាឧច្ចារណដ្ឋៈក៏បានគឺហៅទាំង5 6ហ្នឹងគឺសុទ្ធតែបញ្ជាក់ថាប្រភេទទាំងអស់ហ្នឹងគឺអត់មានអាចទេមានថាមានតែសាបណ្ណាមានអាចរបស់វាទេអញ្ចឹងប្រភេទនៅក្នុងបាតិមោហ្នឹងក៏មានការបញ្ជាក់ដែរប្រពន្ធនៃការបងសម្ដែងមកនៅក្នុងបាតិមោគឺកន្លែងហ្នឹងគឺបងសម្ដែងយៈមិនថាមិនមានការបញ្ជាក់នៅការបញ្ជាក់នៅនេះណាបញ្ជាក់នៅការសម្លឹងនៅភាសាទេ